ឥឡូវនេះនិយាយពីថាកម្មវិធីជាប់គ្នាអាចជំងឺខ្ញុំតែមើលមិនជានោះចាគឺថាចង់តែបានថ្មីបំបានថ្មីវាមិនអស់ចិត្តសោះការពិតគ្រឿងអស់នេះខ្ញុំកំងសកឈុតគ្រឿងវីដេអូមុនទេតែដោយសារតែវាហើយមុនក្រោយអញ្ចឹងណាតែបានមកយកចំថ្ងៃ8មិនិនាហើយគ្រាន់តែលឺដាំហើយចំថ្ងៃ8មិនិនាប្តីគាត់ជូនមកលោហើយបងប្អូនទាំងអស់គ្នាមើលតែទឹកមុខខ្ញុំទៅចាគឺថាសោចរហូតញញឹមរហូតអានេះក្តីសុខមនុស្សស្រីណាដូចឆ្នាំពៅកាត់ stress ចឹងហើយបងប្អូនទាំងអស់គ្នាជួយមើលបងមតីផងហើយឈុតមួយណាដែលសមជាងគេបើថាទិញអីក៏ដោយទាំងអស់គ្នាអើយគ្មានពីណាជួយទប់យោងពីណាទេឲ្យតែថាឲ្យគាត់ជួយរើសគឺគាត់ថាយកទាំងអស់ទៅស្អាតទាំងអស់ហើយពេលខ្លះចង់ខឹងតែមានជួយគាត់ឯងមានតែរុញថែពេលលោអាឈុតទី1មានអារម្មណ៍ថាឡើងស្អាតហើយប្លង់ពេញចិត្តហ្មងពេលលោអាឈុតទី2នេះអាយ៉ាមានអារម្មណ៍ថាឈុតទី2នេះគ្រាន់តែដាក់លើកមកមានអារម្មណ៍ថាវាឡើងលយហ្មងម៉ូតវាសារតែខ្ញុំជាមនុស្សស្រីគេហៅថាដូចស្មាបើករៀងឆ្អឹងហើយករៀងវែងអញ្ចឹងហើយខ្សែកដែលសមមួយខ្ញុំភាកច្រើនគឺខ្សែកដែលរៀងឡើងលើអាយ៉ាឈុតនេះរៀងពេញចិត្តណាសោយរៀងស្រស់ម៉ូតនេះគ្រាន់តែលោហើយគឺមានអារម្មណ៍ថាវាកលិបហ្មងហើយត្រង់នេះខ្ញុំចេះប្រាប់ប្តីខ្ញុំថាចេះលោទៅអូនទីទៀតគិតលុយស្វាយប្រវេមាត់គាត់ក៏និយាយលេងថាអីទេអូនមិនអីទេលុយរមួយគ្នាចាលុយរមួយគ្នាតែបើប្តីមិនអនុញ្ញាតឲ្យទិញក៏យើងអាចទិញបានដែរណោះសម្រាប់ឈុតនេះខ្ញុំសម្រេចថាធ្វើកងដៃឈុតមួយវាមួយឈុតទៀតដោយសារតែឃើញម៉ូតវាស្អាតចង់បានកងដៃមួយឈុតទៀតបដ ហើយអានេះគឺជាឈុតទី3ណាបងប្អូនទាំងអស់គ្នាបងប្អូនជួយមើលខ្ញុំរតាំងពីឈុតទី1ទី2ដល់ឈុតទី3នេះមួយណាដែលស្អាតដែលសមជាមួយខ្ញុំខ្លាំងជាងគេបំផុតតែមួយនេះមានអារម្មណ៍ថាវាទូចល្មមរៀងសភាពបែបថ្លៃថ្នូរអីចឹងណាទាំងអស់គ្នាសម្រាប់ខ្ញុំគិតថាឈុតទី1ខ្ញុំរទៅពាក់ទៅរៀងចិនណាឯឈុតទី2ខ្ញុំមានអារម្មណ៍ថាពាក់ទៅរៀងក្មេងរៀងមើលទៅទាន់សម័យឈុតទី3នេះលក្ខណៈថាមិនចាស់មិនក្មេងតែបែបសភាពបើសួរចិត្តបងមតីសម្រាប់ថា3ឈុតនេះគឺបងមតីស្រឡាញ់អាមួយនេះជាងគេហាមួយកដាលហ្នឹងវារៀងធ្ងន់រៀងខែលជាងគេដែរហ្នឹងទាំងអស់គ្នាហើយអធិស្ឋានណាទាំងអស់គ្នាមើលតែមុខខ្ញុំបានហើយកុំមើលជើងខោខ្ញុំនិយាយពីថាជើងខោរោករ៉ាក់បន្តិចហើយបន្ទាប់ពីមើលខ្សែកលោខ្សែកហើយចាឆ្លៀតមកមើលនេះលកាធម្មតាខ្ញុំជាមនុស្សដែលថាគេហៅថាស្រឡាញ់របស់ដែលទិញហើយគឺមិនចង់លក់ទេមិនចង់លក់ចេះតែចង់បានថ្មីមករហូតដល់អញ្ចឹងគ្រឿងមួយគឺថាខ្ញុំចម្រាញ់ហាងអត់ដែរតែទិញស្រាប់ទេភាគច្រើនបើស្រឡាញ់គឺកំងធ្វើថ្មីលោខ្សែកថ្ងៃនេះគឺម្ចាស់ហាងចង់ភ្ញាក់អាសាការទៅលើកមុនខ្ញុំទប់សម្រាលហើយជាងកាលហ្នឹងមុខអាចាស់មុខអាក្រក់ពេកមកទៅលើកនេះគាត់ទៅសើតែស្បែកមុខស្អាតឥឡូវមិនថាបងមកទៅចូលស៊ីចូលអីណាដឹងខ្លួនឯងកាលនោះអាក្រក់មែនឥឡូវកូនបានមកខួបជាងហើយប្រឹងដែរទៅបានប៉ុណ្ណេះមកវិញអ្នកខ្លះក៏អត់គិតថាម៉ាស់សំខាន់ទេក្នុង skin care យើងប្រចាំថ្ងៃអ្នកខ្លះក៏អត់យល់ពីស្បែកមុខរបស់គាត់ទេប្រើ skin care ថ្លៃថោកមានអារម្មណ៍ថានៅដដែលអត់ប្លែកជឿតាមបងមកទៅអត់ទិញមកទៅ NAD ម៉ាស់នេះទៅបិទសម្រាប់ skin care យើងប្រចាំថ្ងៃអត់គួរខ្វះជាមួយនឹងមកទៅ NAD ម៉ាស់នេះបិទហើយគឺជួយជំរុញ collagen ក្រុមស្បែកមុខរបស់យើងស្បែកមុខដែលយាធ្លាក់អីហ្នឹងជួយស្បែកមុខហាប់តឹងរលោងម៉ត់សំណើមកលោកាត់បន្ថយស្នាមឲ្យខ្មៅនិងស្នាមជ្រីជ្រួញបានល្អមែនតើនិយាយពីថាបកឲ្យដូចញ៉ាំទឹកអស់ពី2លីត្រភ្លាមប្រភេទមកតៃ NAD ម៉ាស់នេះដូចស្ដាច់ម៉ាស់បញ្ចូលវីតាមីនមុខយើងបិទពី3ម៉ោងឬបិទមកយប់ទុកមកយប់តភ្លើងយើងបិទឲ្យពេលដល់ម៉ោងបកចេញគឺថាអត់ឲ្យលាងទឹកយើងអាចលាបសេរ៉ូមឬ sunscreen ពីលើមកមុខស្អាតណាស់ក្រុមវីតាមីន NAD នេះមានសមត្ថភាពខ្លាំងណាស់ក្នុងការចូលទៅផ្ដល់ថាមពលនិងដាស់កោសិកាស្បែកមុខយើងដែលចាស់ខូចងាប់មានសភាពយឺតគឺវាជួយ recover ឲ្យមានសុខភាពល្អនិងក្មេងជាងវ័យឡើងវិញ